ពីមន់3ក្បាលទៅជាមន់300ក្បាលតាមការចិញ្ចឹមបែបបច្ចេកទេសនិងប្រើប្រាស់វ៉ាក់សាំងបានត្រឹមត្រូវវីដេអូនេះអាចជាប្រយោជន៍សម្រាប់បងប្អូនដែលកំពុងតែចិញ្ចឹមមាន់ថ្មីក៏ដូចជាបងប្អូនដែលមានបំណងចង់ចិញ្ចឹមមាន់ដូច្នេះយើងមានគន្លឹះមួយចំនួនដើម្បីចែករំលែកទៅកាន់បងប្អូនក្នុងការថែរក្សាមាន់ឲ្យមានសុវត្ថិភាពគន្លឹះទី1គឺត្រូវរៀបចំទ្រុងឲ្យទូលាយស្អាតនិងអនាម័យទ្រុងទូលាយស្អាតនិងអនាម័យមិនសំដៅទៅលើទ្រុងដែលមានតម្លៃថ្លៃនោះទេតែសំដៅទៅលើទ្រុងដែលមានផាសុកភាពនិងរៀបចំទ្រុងឲ្យមានភាពទូលាយសមស្របទៅតាមចំនួននិងបរិមាណរបស់សត្វមាន់ដែលមាននៅក្នុងកសិដ្ឋានរបស់យើងគន្លឹះទី2គឺការផ្ដល់ចំណីដែលមានវីតាមីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទាក់ទងនឹងចំណុចនេះគឺយើងផ្ដោតទៅលើការចេះកែច្នៃចំណីអាហារដោយមិនផ្ដោតទៅលើការប្រើអាហារ B ច្រើនពេកជៀសវាងការចំណាយច្រើនការច្នៃប្រឌិតបន្ថែមទៅលើការផលិតចំណីដែលមានជីវជាតិអាចជួយសន្សំសំចៃបងប្អូនបានបន្ថែមពីលើការចំណាយទៅលើអាហារ B គន្លឹះទី3ទឹកស្អាតការយល់ដឹងពីការប្រើប្រាស់ទឹកស្អាតគឺពិតជាសំខាន់សម្រាប់ការចិញ្ចឹមមាន់ការប្រើប្រាស់ទឹកមិនស្អាតអាចជាប្រភពដែលអាចធ្វើឲ្យមាន់មានការឆ្លងមេរោគឬបាក់តេរីផ្សេងចេញពីសត្វដែលបានប្រើប្រាស់ប្រភពទឹកនឹងរួមគ្នាតែមួយដូច្នេះទឹកស្អាតជាជម្រើសល្អបំផុតគន្លឹះទី4គឺវ៉ាក់សាំងគឺជាការធានានៅអាយុជីវិតក៏ដូចជាសុខុមាលភាពនិងការជៀសវាងពីការផ្ទុះជំងឺដោយយថាហេតុណាមួយដែលអាចបណ្ដាលឲ្យមានការខាតបង់ធំជារួមគន្លឹះទាំង4មានដូចជាការប្រើប្រាស់ទឹកស្អាតទីធ្លាស្អាតនិងមានអនាម័យការធ្វើវ៉ាក់សាំងត្រឹមត្រូវនិងការផ្ដល់ចំណីត្រឹមត្រូវគឺជាកត្តាសំខាន់បំផុតក្នុងការចិញ្ចឹមមាន់ប្រកបដោយសុវត្ថិភាពអរគុណច្រើនសម្រាប់ការទស្សនាហើយបើសិនបងប្អូនមានចំណាប់អារម្មណ៍និងការពេញចិត្តទៅលើការធ្វើវីដេអូចែករំលែកនេះសូមបងប្អូនជួយចុច like page ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត